ខ្ញុំឆ្ងល់ដែររហូតទៅដល់ម្សិលមិញនេះមានខ្ញុំឃើញអាស៊ីអាវិទ្យុ AFE ប្រកាសថាគណៈបកកម្លាំងជាតិស្នើសុំកុំឲ្យលោកហ៊ុនម៉ាណែតបញ្ជូនក្មេងទំនើងទៅធ្វើទាហានយកមកខ្ញុំបាននិយាយថ្ងៃនោះខ្ញុំចាំឲ្យខ្ញុំមើលខ្លួនឯងទៀតខ្ញុំមានបញ្ជាក់មួយថាមិនឲ្យទៅកាន់កម្លាំងបាញ់ទេអត់ចាំបាច់ទេព្រោះទាហានមានវិន័យទាហានការគ្រប់គ្រងច្បាស់លាស់ប៉ុន្តែទៅបំរើឲ្យសេវាទាហានក៏អត់មានការចាំបាច់បើកច្បាប់ថ្មីដែរបាទអានឹងសូមបញ្ជូនចុះបាទហើយបើបញ្ជាក់ប៉ុណ្្នឹងហើយនៅតែមិនយល់ទៀតជួយមិនបានទេបាទអានឹងចឹងបាទហើយបើត្រូវការយកទៅដាក់ម្ដុំនៅកន្លែងណាឲ្យស្គាល់បាទបើមានកន្លែងហ្នឹងមានភ្នំទៀតឲ្យគាត់លីជាការហាត់ប្រាណឡើងលើភ្នំឲ្យដឹងថាទាហានគេលីបេតុងទៅដើម្បីការពារជាតិអាយុសបាគ្នាដែរយ៉ាងម៉េចហើយពួកយើងបានសេរីភាពនៅខាងក្នុងម៉ែឪខំរលុយចិញ្ចឹមទិញទាហានហើយនៅតែដើរកាប់ចាក់គ្នាទៀតបំផ្លាញមិនត្រឹមតែបំផ្លាញខ្លួនឯងបំផ្លាញសម្រាប់ញាប់សង្គមប៉ះដល់គេដល់អីទៀតអានឹងវាយ៉ាងម៉េចឲ្យយល់បាទនេះគឺជាការបញ្ជាក់បន្ថែមបាទព្រោះជួនកាលវាពិបាកយើងបញ្យល់តាមសារក៏ពិបាកយល់ទៅបញ្យល់តាមមីក្រូអញ្ចឹងមិនឆាប់ឮបាទដើម្បីឲ្យដឹងតែម្ដងអំពីគោលការណ៍បាទរបស់យើងប៉ុន្តែទោះជាយ៉ាងណាក៏ដោយសង្គមជាតិមួយរីកចម្រើនតលតែមនុស្សរឹងមាំមានវិន័យបាទអញ្ចឹងការរៀបចំច្បាប់កាតព្វកិច្ចក្តីការរៀបចំការងារនៅគ្រប់កន្លែងទាំងអស់បូកជាមួយនៅតាមស្ថាប័នក្រសួងតាមកន្លែងឯកជនតាមគ្រប់ទាំងអស់ត្រូវមានវិន័យកំពុងផែបើសិនជាបុគ្គលិកគ្មានវិន័យខ្ញុំគិតថាអាយដាមលូកំឈុនវេទនា